ជំពូកទី15ខ្ញុំជាដើមទំពាំងបាយជូរដ៏ពេតហើយព្រះវរបិតាខ្ញុំជាអ្នកដាំអស់ទាំងខ្នែងណាដុះចេញពីខ្ញុំដែលមិនបង្កើតផលផ្លែនោះទ្រង់កាត់ចោលតែអស់ទាំងខ្នែងណាដែលបង្កើតផលផ្លែនោះទ្រង់លួសខ្នែងនោះវិញដើម្បីឲ្យបានផលផ្លែជាច្រើនឡើងឯអ្នករាល់គ្នាបានស្អាតហើយដោយសារពាក្យដែលខ្ញុំបានប្រាប់ចូលនៅជាប់នឹងខ្ញុំហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះប្រៀបដូចជាខ្នែងបើមិននៅជាប់នឹងគល់នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេដូច្នេះអ្នករាល់គ្នាក៏ពុំបានដែរលើកតែនៅជាប់នឹងខ្ញុំជាគល់អ្នករាល់គ្នាជាខ្នែងអ្នកណាដែលនៅជាប់នឹងខ្ញុំហើយខ្ញុំជាប់នឹងអ្នកនោះទើបនឹងបង្កើតផលឡើងជាច្រើនត្បិតបើដាត់ពីខ្ញុំចេញនោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេបើអ្នកណាមិននៅជាប់នឹងខ្ញុំអ្នកនោះត្រូវបោះចោលទៅខាងក្រៃហើយក៏ក្រៀមទៅដូចជាខ្នែងដែររួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅបើអ្នករាល់គ្នានៅជាប់នឹងខ្ញុំហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នានោះចូលសូមអ្វីតាមតែប្រាថ្នាចុះសេចក្តីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខានព្រះវរបិតាខ្ញុំបានដំកើងឡើងដោយសេចក្តីនេះឯងគឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើនយ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែនខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដោយជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំដែរចូលនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះបើអ្នករាល់គ្នាកាន់តាមបញ្ចាត់ខ្ញុំនោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំដោយជាខ្ញុំបានកាន់តាមបញ្ចាត់នៃព្រះវរបិតាខ្ញុំហើយក៏នៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ដែរខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់ដល់អ្នករាល់គ្នាដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំបាននៅជាប់ក្នុងអ្នករាល់គ្នាហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោពេញផងនេះជាសេចក្តីបញ្ជាក់របស់ខ្ញុំគឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមកដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាគ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះគឺដែលអ្នកណានឹងបដូរជីវិតជំនួសពោះសម្លាញ់របស់ខ្លួននោះទេបើអ្នករាល់គ្នាធ្វើតាមសេចក្តីដែលខ្ញុំបង្គាប់នោះអ្នករាល់គ្នាជាពោះសម្លាញ់ខ្ញុំហើយខ្ញុំមិនហៅជាអ្នកបម្រើទៀតទេពីព្រោះអ្នកបម្រើគេមិនដឹងថាជាហ្វាយធ្វើអ្វីទេគឺខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់វិញពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមកមិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេគឺខ្ញុំទេតាដែលរើសអ្នករាល់គ្នាវិញទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផលហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផងដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីដែលនឹងសូមពីទ្រង់ដោយនៅឈ្មោះខ្ញុំបង្គាប់សេចក្តីនេះដល់អ្នករាល់គ្នាគឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះបើសិនជាលោកយាស្អប់អ្នករាល់គ្នានោះអ្នករាល់គ្នាដឹងហើយថាគេបានស្អប់ឈាមជាមុនបើអ្នករាល់គ្នាជារបស់ផងលោកយានោះលោកយានឹងស្រឡាញ់អ្នករាល់គ្នាតែដោយព្រោះខ្ញុំបានរើកចេញពីលោកយាមកហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកយាទៀតនោះបានជាលោកយាស្អប់អ្នករាល់គ្នាវិញចូលនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថាបាវមិនមែនធំជាងចៃហ្វាយទេបើគេបានបៀតបៀនដល់ខ្ញុំនោះគេនឹងបៀតបៀនដល់អ្នករាល់គ្នាហើយបើគេកាន់តាមពាក្យខ្ញុំនោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរគេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នាដោយយល់ដល់ឈ្មោះខ្ញុំពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកបើសិនជាខ្ញុំមិនបានមកនិយាយនឹងគេនោះគេឥតមានបាបទេតែឥឡូវនេះគេគ្មានសេចក្តីដោះសារចំពោះបាបរបស់ខ្លួនសោះអ្នកណាដែលស្អប់ខ្ញុំនោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរបើខ្ញុំមិនបានធ្វើការនៅក្នុងពួកគេដែលគ្មានអ្នកណាទៀតបានធ្វើឡើយ
នោះគេឥតមានបាបទេតែឥឡូវនេះគេបានទាំងឃើញហើយទាំងស្អប់ខ្ញុំនិងព្រះវរបិតារបស់ខ្ញុំដែរដើម្បីឲ្យសេចក្តីដែលចែងទុកមកក្នុងក្រឹតវិន័យរបស់គេបានសម្រេចថាគេបានស្អប់ខ្ញុំដោយឥតហេតុប៉ុន្តែកាលណាព្រះដ៏ជាជំនួយទ្រង់យាងមកដែលខ្ញុំនឹងចាត់មកពីព្រះវរបិតាគឺជាព្រះវិញ្ញាណនៃសេចក្តីពិតដែលចេញពីព្រះវរបិតាមកព្រះអង្គនោះទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរពីព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងតែពីដើមមក